dương chỉ con cái đôi kia còn oi thưa lướt còn rật pe cái này dương thưa lướt còn rật tràn mong pe về tàu chia hard work và vì mình chỉ cả hard brand thế về tàu chỉ hard work thì cái nhom gì thà nẹt na đại thưa lướt máu vì miền vài nhà ấy và thì cái đừng đăng này và chẳng nhom trong chùm riệp chẳng tha cả hạt pranរបស់យើងធ្វើម៉េចឲ្យទៅតាមគោលការណ៍ទៅមិនឲ្យលើសពី30នាទីទេបាទនារីក៏មិនឲ្យលើសពី20នាទីទេក្នុងមួយថ្ងៃដើម្បីសុខភាពល្អបើសិនជាយើងធ្វើលើសហ្នឹងបាទនោះវានឹងធ្វើឲ្យយើងមានបញ្ហាកើតឡើងហើយបាទសម្រាប់រាងកាយយើងបាទអញ្ចឹងការហាត់ប្រាណមិនមែនជាការធ្វើការងារទេហើយការធ្វើការងារក៏មិនមែនជាការហាត់ប្រាណដែរបាទសូមអនុញ្ញាតបាទគោរពជម្រាបសួរបាទប្រិមិត្តជួបជាមួយខ្ញុំបាទហងតារាបាទខ្ញុំលើកយកប្រធានបទមិនវែងទេយើងនិយាយពីការហាត់ប្រាណបាទសង្ខេបដែរហើយចូលទៅក្នុងប្រធានបទរបស់យើងបាទតាក់ទងទៅនឹងការហាត់ប្រាណបាទការហាត់ប្រាណនេះសំណូមពររបស់ប្រិមិត្តយើងពីសប្តាហ៍មុនបាទហើយសប្តាហ៍មុនមួយទៀតខ្ញុំក៏រៀបចំជ្រុលទៅហើយអញ្ចឹងយកមកដាក់សប្តាហ៍នេះអញ្ចឹងឥឡូវយើងនិយាយគ្នាអំពីរបៀបហាត់ប្រាណបាទការហាត់ប្រាណនរណាក៏ដឹងដែរនរណាក៏ស្គាល់ដែរថាហាត់ប្រាណនឹងគ្រប់តែគ្នានឹងប៉ុន្តែអារបៀបហាត់ប្រាណឲ្យត្រឹមត្រូវយើងនៅមិនទាន់ដឹងទេហាត់ប្រាណប្រហែលនាទីសម្រាប់មនុស្សពេញវ័យមួយថ្ងៃក៏យើងអត់ដឹងដែរអញ្ចឹងយើងមកដឹងជាមួយគ្នានៅក្នុងកម្មវិធីស្ដាប់តិចចេះច្រើនបាទរបស់យើងពី page Journey Healthcare នេះបាទអញ្ចឹងលោកអ្នកថ្ងៃនេះនឹងបានដឹងហើយយើងយកទៅអនុវត្តទៅបាទអញ្ចឹងយើងមុននឹងចូលទៅក្នុងប្រធានបទយើងត្រូវដឹងថាតើអ្វីទៅជាការហាត់ប្រាណเนาะបាទការហាត់ប្រាណមិនមែនការធ្វើការទេអញ្ចឹងកុំច្រឡំណាបាទបើសិនជាយើងធ្វើការអ្នកខ្លះថាអូទៅហាត់ប្រាណធ្វើអីបើខ្ញុំធ្វើការមួយថ្ងៃចង់24ម៉ោងហ្នឹងទៅហាត់ប្រាណធ្វើអីបាទតាមពិតទៅការធ្វើការងារពលកម្មហ្នឹងមិនមែនជាការហាត់ប្រាណទេតែវាគ្រាន់តែជាចំណែកមួយនៃការហាត់ប្រាណដែរប្រសិនបើយើងធ្វើវាស្រាលឬក៏តិចតួចបាទអញ្ចឹងការហាត់ប្រាណធ្ងន់ធ្ងរក៏វាអាចទៅជាការធ្វើការងារធ្ងន់ធ្ងរដែរបាទអញ្ចឹងឥឡូវថ្ងៃនេះយើងមកយល់ថាតើអ្វីទៅជាការហាត់ប្រាណបាទអញ្ចឹងការហាត់ប្រាណខ្ញុំលើកឡើងម្ដងទៀតការហាត់ប្រាណហ្នឹងគឺជាសកម្មភាពមួយដែលរាងកាយយើងត្រូវការបាទមនុស្សយើងមិនអាចមនុស្សឬក៏សត្វណាមិនអាចរស់បានដោយនៅមួយកន្លែងដូចដុំថ្មទេបាទអញ្ចឹងវាត្រូវការមានសកម្មភាពទាំងឡាយហ្នឹងឯងបាទវាតាក់ទងនឹងការងារវាតាក់ទងនឹងការហាត់ប្រាណអញ្ចឹងខ្ញុំជម្រាបឲ្យថាបើយើងធ្វើការងារហ្នឹងធ្ងន់ធ្ងរហ្នឹងមិនមែនជាការហាត់ប្រាណទេការហាត់ប្រាណគឺជាចំណែកមួយនៃការងារស្រាលល្មមបាទអញ្ចឹងកុំឲ្យច្រឡំគ្នាអញ្ចឹងការធ្វើសកម្មភាពទាំងឡាយណាដែលនាំឲ្យរាងកាយរបស់យើងទទួលបាននៅគេហៅថាការបញ្ចេញចោលនិងបំលែងធម៌ពលរបស់ខ្លួនយើងដើម្បីបង្កើនឲ្យមានសុខភាពអាហ្នឹងគេហៅថាការហាត់ប្រាណបញ្ចេញចោលអីគេបាទតាមពិតដល់ពេលអញ្ចឹងគាត់សួរទៀតថាបញ្ចេញចោលអីគេបាទតាមពិតការបញ្ចេញចោលដល់ពេលដែលយើងហាត់ប្រាណហ្នឹងវាអាចធ្វើឲ្យយើងបែកញើសបញ្ចេញនៅសារជាតិពុលមួយចំនួនបញ្ចេញនៅសារជាតិអំបិលមួយចំនួនបញ្ចេញនៅសារជាតិទឹកមួយចំនួនបាទទៅតាមស្បែករបស់យើងនេះទី1ទី2នៅពេលដែលយើងបែកញើសទៅនៅពេលដែលយើងប្រឹងធ្វើសកម្មភាពទៅបេះដូងរបស់យើងដើរញាប់អាចថា1គុណនឹង2អាច1គុណនឹងកន្លះអញ្ចឹងបាទ1កន្លះអញ្ចឹងវាអាចធ្វើឲ្យយើងបេះដូងកណ្ដាប់បេះដូងយើងដើរខ្លាំងវាដុតបំផ្លាញធម៌ពលដែលខ្លួនយើងមានហ្នឹងបាទកុំឲ្យវាសល់ច្រើនពេកបាទនៅពេលដែលបេះដូងយើងចំបាច់ខ្លាំងហើយវាដើរញាប់ទៅតើវាមានអីកើតឡើងគឺវាធ្វើឲ្យតម្រងនោមរបស់យើងនេះក៏ចាប់ផ្ដើមច្រោះទឹកចេញបាទច្រោះទឹកចេញថា GFR របស់វាបាទ GFR របស់វាហ្នឹងគឺការច្រោះទឹករបស់ glomerulus ហ្នឹងឲ្យវាចេញទៅតាមទឹកនោមរបស់យើងដោយវានាំយកនៅគ្រាប់ឈាមនៅកាកសំណល់មិនល្អហ្នឹងចេញពីខ្លួនយើងដែរហើយក៏វាធ្វើឲ្យបេះដូងរបស់យើងនេះដើរញាប់ទៅវាធ្វើឲ្យសរសៃឈាមទាំងអស់ដែលវាស្ទះដោយសារខ្លាញ់ដែលវានៅឆ្ងាយពីបេះដូងជាពិសេសដូចនៅម្រាមដៃម្រាមជើងយើងគឺកន្លែងហ្នឹងវាឆ្ងាយពីបេះដូងខ្លាំងអញ្ចឹងប្រសិនបើយើងទម្លាប់ជាការហាត់ប្រាណរបស់យើងទៅវាធ្វើឲ្យ
ហាត់ប្រាណនឹងត្រឹមត្រូវណាបាទហាត់ប្រាណត្រឹមត្រូវរបស់យើងទៅវាធ្វើឲ្យសរសៃឈាមដែលនៅឆ្ងាយមានន័យថា capillary តូចៗដែលនៅឆ្ងាយពីបេះដូងរបស់យើងនេះវាទទួលបាននៅអុកស៊ីហ្សែនវាទទួលបាននៅសារជាតិចិញ្ចឹមគ្រប់គ្រាន់ទៅឲ្យកោសិការបស់យើងបាទអញ្ចឹងអវយវៈរបស់យើងគឺជាកន្លែងដែលឆ្ងាយពីបេះដូងមែនតែនអញ្ចឹងហើយបើសិនជាយើងទៅកន្លែងណាដែលមានអាកាសធាតុត្រជាក់យើងរមែងតែដឹងថាដៃរបស់យើងត្រជាក់មុនគេបាទត្រជាក់មុនគេស្លឹកត្រជាក់របស់យើងនេះត្រជាក់មុនគេហេតុអីបានថាចុំវាស្ទាបស្លឹកត្រជាក់ទៅត្រជាក់មុនគេដៃរបស់យើងត្រជាក់មុនគេដោយសារកន្លែងហ្នឹងវាឆ្ងាយពីបេះដូងហើយសួរថាចុះស្លឹកត្រចៀកមិនបានឆ្ងាយពីបេះដូងដែរពីព្រោះស្លឹកត្រចៀករបស់យើងមើលទៅអត់សូវមានសរសៃឈាមទេបាទសរសៃឈាមដែលនៅនឹងស្លឹកត្រចៀកនេះគឺល្អិតតូចខ្លាំងណាស់អញ្ចឹងហើយវាពិបាកនឹងនាំឈាមឲ្យទៅដល់ចុងស្លឹកត្រចៀកហ្នឹងបានច្រើនហើយវានឹងទទួលរងនៅសម្ពាធពីអាកាសធាតុហ្នឹងក៏ឆាប់ដែរអញ្ចឹងហើយត្រចៀករបស់យើងនេះវាស្ដើងអញ្ចឹងទៅវាធ្វើឲ្យងាយនឹងរងសម្ពាធបាទពីអាកាសធាតុបានអញ្ចឹងកន្លែងដែលនៅឆ្ងាយពីបេះដូងហ្នឹងបើសិនបើយើងមនុស្សម្នាក់ហាត់ប្រាណភាគច្រើនគឺធ្វើឲ្យសរសៃឈាមហ្នឹងវាមិនអាចចរាចរឈាមបានល្អទៅចិញ្ចឹមចុងដៃចុងជើងរបស់យើងផងហើយនឹងនាំអគ្គិសនីទៅឲ្យផងអញ្ចឹងកាលណាតែកន្លែងណាដែលអត់មានកម្រិតអគ្គិសនីដែលបេះដូងយើងរុញឈាមអត់ដល់ខ្លាំងហ្នឹងកន្លែងហ្នឹងតែងតែមានសីតុណ្ហភាពខុសពីខ្លួនរបស់យើងកន្លែងណាដែលមានសីតុណ្ហភាពខ្លាំងដោយសារតែបេះដូងនាំឈាមទៅដល់បាទអញ្ចឹងនឹងហើយយើងចង់ឲ្យនិយមន័យថាការហាត់ប្រាណនេះគឺជាតម្រូវការរបស់រាងកាយមនុស្សសត្វដែលវាត្រូវតែធ្វើសកម្មភាពនឹងឯងដើម្បីជំរុញឲ្យបេះដូងដើរហើយជញ្ជូនយកអុកស៊ីហ្សែននិងអគ្គិសនីទៅឲ្យរាងកាយរបស់យើងតាមតម្រូវការដើម្បីបង្កើនឲ្យមានសុខភាពបាទហើយអាចរស់បានហ្នឹងប្រសិនបើគេចងយើងឲ្យជាប់មកកន្លែងហើយឲ្យយើងញ៉ាំតាមចិត្តយើងនឹងមិនរស់ទេពីព្រោះយើងអត់មានសកម្មភាពអីបាទអញ្ចឹងហើយមនុស្សវាខុសពីរុក្ខជាតិកន្លែងហ្នឹងបាទអញ្ចឹងការហាត់ប្រាណនេះបើយើងកលេចមើលទៅមនុស្សយើងឃើញមនុស្សហាត់ប្រាណប៉ុន្តែយើងសួរថាចុះបើសត្វចេះហាត់ប្រាណដែរអត់បាទសត្វចេះហាត់ប្រាណទេអាហ្នឹងយើងអាចកលេចមើលទៅសត្វវិញមនុស្សអាចមានគ្រូអាចមានពេទ្យមានអីជួយប្រាប់ថាណែហាត់ប្រាណយ៉ាងនេះយ៉ាងនោះចុះសត្វមានហាត់ប្រាណដែរអត់បាទតាមពិតសត្វអត់មានគ្រូអត់មានពេទ្យអីប្រាប់គ្នាទេប៉ុន្តែសត្វវាចេះហាត់ប្រាណដែរបាទឥឡូវយើងចង់ដឹងថាសត្វហាត់ប្រាណមែនអត់ឥឡូវខ្ញុំឧទាហរណ៍ដូចសត្វគោលោកអ្នកដែលចិញ្ចឹមគោលោកអ្នកធ្លាប់ឃើញគោវាទៅដោះសសរហើយបាទឬក៏វាដើរទៅព្រៃវារុះខ្លួនវាជាមួយដើមឈើទៅមកបាទហ្នឹងឯងជាការរឺតសាច់វារឺតស្បែកវាមិនមែនថាដោយសារមួយផ្នែកទៀតវាដេញរុយឲ្យរត់ទេប៉ុន្តែមួយផ្នែកទៀតគឺវាទៅដោះដើម្បីឲ្យសាច់ដុំឲ្យស្បែករបស់វាហ្នឹងមានចលនាឈាមរត់ល្អអញ្ចឹងសត្វក៏ហាត់ប្រាណរបស់វាដែរវាមានរបៀបហាត់ប្រាណរបស់វាដែរបាទអញ្ចឹងឥឡូវយើងត្រឡប់មកវិញពីមនុស្សបាទមនុស្សមិនយើងដឹងហើយថាហាត់ប្រាណអ្វីទៅជាការហាត់ប្រាណគឺហាត់ប្រាណគឺជាសកម្មភាពទាំងឡាយណាដែលជំរុញឲ្យចលនារបស់រាងកាយយើងហ្នឹងបង្កើនបាននៅធម៌ពលហើយនឹងបង្កើនបាននៅសុខភាពល្អបាទទៅតាមតម្រូវការរបស់រាងកាយម្នាក់ណោះបាទអញ្ចឹងឥឡូវយើងចូលទៅមួយទៀតបើសិនជាយើងចង់ដឹងថាតើការហាត់ប្រាណហ្នឹងវាមានប្រមាណដំណាក់កាលមានប្រមាណរបៀបបាទតាមពិតមានច្រើនណាស់ដែលខ្ញុំមិនអាចនិយាយអស់អំពីការហាត់ប្រាណពីរបៀបហាត់ប្រាណហ្នឹងទេប៉ុន្តែខ្ញុំគ្រាន់តែចង់ជម្រាបថានៅស្រុកយើងកាលមិនទាន់កូវីដខ្ញុំតែងតែឃើញមានចាក់ភ្លេងរាំអីហ្នឹងបាទហ្នឹងរាំហ្នឹងវាល្អហើយបាទសម្រាប់ការហាត់ប្រាណហ្នឹងបាទប៉ុន្តែនៅក្នុងក្លឹបនៅក្នុងអីមានច្រើនដែរមានឧបករណ៍ហាត់មានអីជាដើមបាទប៉ុន្តែខ្ញុំចង់ឲ្យលោកអ្នកនាងបានយល់វិញថាបាទអញ្ចឹងការហាត់ប្រាណរបស់យើងវាពិតជាមានប្រយោជន៍ហើយក៏ត្រូវយល់ថាការហាត់ប្រាណហ្នឹងវាមានច្រើនរបៀបណាស់បាទហើយរបៀបមួយគឺវាខុសគ្នាអញ្ចឹងនៅស្រុកគេបាទនៅស្រុកគេក្រៅពីស្រុកយើងបាទស្រុកយើងក៏មានខ្លះដែរបាទនៅស្រុកគេមុននឹងទៅហាត់ប្រាណគេត្រូវមានគ្រូពេទ្យមួយរូបបាទប្រឹក្សាយោបល់សិនថាពិនិត្យសុខភាពយើងបេះដូងយើងដើរមិនហើយគេសួរយើងទៅមានជំងឺអីប្រចាំកាយអត់បាទពីព្រោះបើសិនជាមានអស់ហ្នឹងគេនឹងចាប់ផ្ដើមឲ្យយើងទៅហាត់ប្រាណតាមរបៀបវាបាទឧទាហរណ៍បើសិនជាយើងមានជំងឺឡើងសម្ពាធឈាមអញ្ចឹងអ្នកប្រឹក្សារបស់គេនឹងប្រាប់យើងថាយើងកំពុងតែញ៉ាំថ្នាំឡើងសម្ពាធឈាមអញ្ចឹងគេនឹងវាស់សម្ពាធឈាមឲ្យយើងចង្វាក់បេះដូងឲ្យយើងហើយឲ្យយើងទៅហាត់ប្រាណរបៀបណា
ដែលវាសមជាមួយនឹងអ្នកជំងឺឡើងសម្ពាធឈាមឧទាហរណ៍ថាអ្នកម្នាក់ទៀតគាត់មានជំងឺសន្លាក់តែគាត់ចង់ហាត់ប្រាណអញ្ចឹងគេចាប់ផ្ដើមពិនិត្យគាត់ហើយមើលឯកសារគាត់ហើយនឹងប្រាប់គាត់ថាមីងឬក៏ពូអាចហាត់ប្រាណរបៀបនេះបាទដូចជាការហែលទឹកដូចជាអីកុំឲ្យវាមានគេហៅថាការប៉ះទង្គិចទៅលើអាសន្លាក់ហ្នឹងកាន់តែឈឺធ្ងន់ធ្ងរថែមអញ្ចឹងមិនចេះតែទៅហាត់តាមតែនឹកឃើញទៅហាត់តាមតែគ្នានឹងទេណាបាទអញ្ចឹងគឺត្រូវការប្រឹក្សាយោបល់ហើយឧទាហរណ៍ថាប្រសិនបើគាត់ហាត់ប្រាណដើម្បីបញ្ចុះទម្ងន់បាទរបស់គាត់អញ្ចឹងគេត្រូវប្រាប់គាត់ថាអ្នកហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ហ្នឹងត្រូវហាត់របៀបនេះប្រហែលនាទីហើយត្រូវញ៉ាំអាហារបែបម៉េចដើម្បីកុំឲ្យវាសល់កាឡូរីច្រើនពេកនៅក្នុងខ្លួនយើងដែលកាឡូរីទាំងនោះកាលណាវាសល់ថ្លើមយើងធ្វើ metabolism បំបែកវាហើយយកចម្រាញ់វាទៅជាខ្លាញ់ហើយយកស្តុកទុកនាំឲ្យយើងថតនឹងឯងអញ្ចឹងគេប្រឹក្សាយើងល្អិតល្អន់បាទអញ្ចឹងហើយបានជាខ្ញុំនិយាយពីរឿងប្រធានបទនេះខ្ញុំចង់ឲ្យបងប្អូនយើងបានដឹងថាតើការហាត់ប្រាណហ្នឹងវាមានប្រមាណចំណុចមានច្រើនមែនតើបាទមានច្រើនប៉ុន្តែគោលដៅរបស់យើងគឺយើងចង់ប្រាប់លោកអ្នកនៅថ្ងៃនេះអំពីរយៈពេលនៃការហាត់ប្រាណតែប៉ុណ្ណោះហើយនឹងរបៀបខ្លះដែលលោកអ្នកអាចយកទៅអនុវត្តបានបាទពីព្រោះនៅស្រុកយើងខ្ញុំក៏បានឮដែរបាទក៏បានឃើញដែរមានអ្នកហាត់ប្រាណមួយចំនួនគាត់ហាត់ប្រាណហើយវាទៅជាការបំផ្លាញខ្លួនឯងទៅវិញបាទអរគុណអញ្ចឹងឥឡូវយើងមកដឹងថាតើការហាត់ប្រាណសម្រាប់ឲ្យមានសុខភាពធម្មតាមានន័យថាការថែទាំសុខភាពរបស់យើងមានសុខភាពហើយយើងមិនមែនជាអ្នកជំងឺរ៉ាំរ៉ៃទេយើងមិនមែនជាអ្នកចង់បញ្ចុះទម្ងន់ទេយើងគ្រាន់តែចង់ហាត់ប្រាណក្នុងមួយថ្ងៃក្រៅពីការងាររបស់យើងឲ្យវាមានសុខភាពល្អនោះតែយើងត្រូវចំណាយពេលប្រមាណនាទីដើម្បីឲ្យយើងទទួលបាននូវសុខភាពល្អចឹងខ្ញុំរំលឹកឡើងវិញថាការហាត់ប្រាណមិនមែនជាការធ្វើការងារទេចឹងអ្នកដែលទៅធ្វើការងារអីក៏ដោយមកវិញក៏អាចហាត់ប្រាណបានដែរបាទហាត់ប្រាណវាមានអីខ្លះបាទចាំយើងនឹងដៃរ៉ាប់ត្រួសដែលអាចសម្គាល់បានខ្លួនឯងចឹងណាបាទហើយហាត់ប្រាណរបៀបណាវានាំឲ្យយើងគ្រោះថ្នាក់ទៅវិញបន្តិចទៀតយើងនឹងដឹងបាទអញ្ចឹងសួរថាមួយថ្ងៃដែលយើងហាត់ប្រាណដើម្បីថែទាំសុខភាពល្អហ្នឹងយើងសុខភាពល្អហើយយើងថែទាំហ្នឹងតើត្រូវការពេលវេលាប្រមាណបាទតាមពិតទៅនៅក្នុងឯកសារមួយចំនួនដែលខ្ញុំបានស្រាវជ្រាវគឺការហាត់ប្រាណដែលមានធ្វើឲ្យយើងមានសុខភាពល្អហ្នឹងបើសិនជាស្ត្រីបាទស្ត្រីណាបាទចេញពីធ្វើការឬក៏ធ្វើការងារផ្ទះហើយឬក៏ធ្វើការអីហើយយើងមកហាត់ប្រាណហ្នឹងគឺចំណាយពេលត្រឹមតែបើនារីបាទឲ្យល្អគឺពី20នាទីទៅ30នាទីបាទអញ្ចឹង20ទៅ30នាទីនេះគឺគ្រប់គ្រាន់ហើយសម្រាប់ការហាត់ប្រាណរបស់គាត់ទោះបីហាត់រំក៏ដោយទោះបីហាត់ដើរក៏ដោយទោះបីអីក៏ដោយបាទអញ្ចឹងពី20ទៅ30នាទីគឺត្រឹមត្រូវឯបរោះវិញបាទបរោះគាត់អាចធ្វើលើសនឹងបានតិចតួចបាទអាចថា30ទៅ40នាទីអីហ្នឹងគឺគ្រប់គ្រាន់ហើយសម្រាប់ការហាត់ប្រាណឲ្យរាងកាយរបស់យើងមានសកម្មភាពមានចលនាល្អវាបំពន់សាច់ដុំវាបំពន់ឆ្អឹងវាបំពន់សរសៃឈាមវាធ្វើឲ្យបេះដូងយើងដើរដើម្បីជំរះខ្លាញ់នៅតាមសរសៃឈាមមួយចំនួនអីហ្នឹងជាដើមបាទដើម្បីជួយឲ្យតម្រងនោមយើងនោមចេញជាតិទឹកបានល្អជាតិពុលបានល្អអីជាដើមបញ្ចេញញើសអីហ្នឹងអញ្ចឹងហើយនារីគាត់អាចត្រឹមតែ20ទៅ30នាទីល្អហើយក្នុងមួយថ្ងៃបាទប៉ុន្តែបើសិនជាបរិសុទ្ធគាត់អាចលើសនឹងបានអាច30នាទីទៅ40នាទីក៏គ្រប់គ្រាន់ដែរតែបើសិនជាយើងធ្វើលើសនឹងទៅវិញបាទក្នុងគោលបំណងបញ្ចុះទម្ងន់ឧទាហរណ៍ថាយើងហាត់ប្រាណក្នុងគោលបំណងបញ្ចុះទម្ងន់អញ្ចឹងយើងអាចធ្វើលើសនឹងបានប៉ុន្តែមិនលើសច្រើនពេកទេបាទអញ្ចឹងមានអ្នកសួរខ្ញុំថាចុះបើយើងហាត់ប្រាណដើម្បីបញ្ចុះទម្ងន់នោះយើងត្រូវធ្វើម៉េចណោះបាទតាមពិតគោលបំណងហាត់ប្រាណគឺវាមានផ្សេងគ្នាអ្នកខ្លះហាត់ប្រាណដើម្បីសុខភាពអ្នកខ្លះហាត់ប្រាណដើម្បីបញ្ចុះទម្ងន់ឲ្យបានរាងស្អាតអ្នកខ្លះហាត់ប្រាណដើម្បីថែទាំជំងឺរ៉ាំរ៉ៃរបស់យើងដូចខ្ញុំនិយាយពីជំងឺឡើងសម្ពាធឈាមឬក៏ជំងឺសន្លាក់ឬក៏ជំងឺទឹកនោមផ្អែមអីជាដើមយើងត្រូវហាត់ប្រាណខ្លះដែរដើម្បីឲ្យសាច់ដុំយើងកុំឲ្យវាស្វិតសាច់ដុំរបស់យើងបើសិនជាយើងអត់កម្រើកសោះវានឹងស្វិតទៅហើយទន់ទៅបាទអញ្ចឹងការហាត់ប្រាណនេះវាជួយដាស់ដែរឲ្យសាច់ដុំឲ្យសរសៃរបស់យើងហ្នឹងវា
មានចលនាល្អឲ្យក្បាលឆ្អឹងខ្ចីរបស់យើងមាន moment ល្អមានទឹកសន្លាក់របស់យើងក៏វាចាប់ផ្ដើមបាចសាចទៅដល់ក្បាលឆ្អឹងខ្ចីរបស់យើងបានល្អអញ្ចឹងវាល្អហើយអញ្ចឹងការហាត់ប្រាណដែលធ្វើឲ្យយើងមានសុខភាពល្អចំណាយពេលត្រឹមតែ20ទៅ30នាទីឬបរិសុទ្ធដល់40នាទីតែប៉ុណ្ណោះនឹងសម្រាប់អ្នកដែលហាត់ប្រាណឲ្យមានសុខភាពល្អខ្ញុំឃើញតែអ្នកខ្លះគាត់ថាគាត់ដាក់2ម៉ោងគាត់ដាក់អីអាហ្នឹងលឺហើយវាទៅជា hard work បាទវាទៅជាការងារធ្ងន់ធ្ងរទៅវិញទេមិនបានផលទេណាការហាត់ប្រាណលើសកម្រិតគឺមិនបានផលទៅវិញទេបាទទីខ្ញុំនឹងប្រាប់ថាតើហាត់ប្រាណលើសកម្រិតហ្នឹងវានឹងធ្វើឲ្យមានបញ្ហាអ្វីខ្លះដល់សុខភាពរបស់យើងបាទដល់សុខភាពរបស់យើងអញ្ចឹងការហាត់ប្រាណដើម្បីបញ្ចុះទម្ងន់យើងអាចហាត់ប្រាណបានត្រឹមតែ40នាទីទេក្នុងមួយថ្ងៃបាទក៏ប៉ុន្តែសកម្មភាពហាត់ប្រាណរបស់នោះយើងត្រូវធ្វើវាឲ្យស្វាហាប់នៅក្នុងរយៈពេលពី0នាទីទៅដល់40នាទីហ្នឹងយើងត្រូវធ្វើម៉េចឲ្យសកម្មភាពរបស់យើងនឹងស្វាហាប់ដែលវាអាចដុតបំផ្លាញនៅកាឡូរីបានច្រើនក្នុងហ្នឹងបាទប៉ុន្តែយើងមិនបាច់ចាំហាត់ច្រើនទេយើងគ្រាន់តែហាត់30នាទីឬក៏40នាទីគឺស្រេចជាការស្រេចបាទអញ្ចឹងយើងអាចធ្វើទៅរៀងរាល់ថ្ងៃជាប្រចាំហើយយើងមិនមែនតែការហាត់ប្រាណមួយដែលធ្វើឲ្យយើងស្រកទម្ងន់ឲ្យបានស្អាតទេតែយើងត្រូវធ្វើម៉េចចំណីអាហារដែលយើងគ្រប់គ្រងនឹងឲ្យបានត្រឹមត្រូវខ្ញុំអត់និយាយពីការតមអាហារទេតែខ្ញុំនិយាយអំពីការជ្រើសរើសចំណីអាហារទទួលទានដោយការយល់ដឹងបាទចំណីអាហារទទួលទានដោយការយល់ដឹងបាទមិនមែនចេះតែញ៉ាំតាមគេប្រាប់មិនមែនចេះតែញ៉ាំតាមគេថាហ្នឹងទេយើងខ្លួនឯងទីមួយគឺគ្រប់គ្រងយកឈ្នះឲ្យបានខ្លួនឯងអំពីចំណង់ឬក៏ហៅថាការឃ្លានហ្នឹងអ្នកសម្រាប់ស្រកទម្ងន់ណាបាទប្រឆាំងឲ្យបានបាទប្រឆាំងឬក៏យកឈ្នះឲ្យបានទៅលើបំណងខ្លួនឯងឬក៏ហៅឆន្ទៈខ្លួនឯងហ្នឹងកុំឲ្យពេលដែលឃ្លានអូប៉ុណ្ណឹងម្ដងសិនទៅបាទហើយការញ៉ាំហ្នឹងអត់ដឹងថាអាហារណាវាផ្ដល់កាឡូរីប្រមាណដូចខ្ញុំពីសប្តាហ៍មុនខ្ញុំបានជម្រាបហើយពីកាឡូរីដែលមាននៅក្នុងអាហារដែលយើងយកមកញ៉ាំដើម្បីបង្គ្រប់បាទរាងកាយរបស់យើងត្រូវការកាឡូរីត្រឹមតែ2000ទៅ2500កាឡូរីទេក្នុងមួយថ្ងៃតែបើយើងញ៉ាំលើសហ្នឹងលើសហើយសល់ហើយបាទហើយបើសិនជាយើងផាត់វាកាន់តែសល់ថែមទៀតហើយអញ្ចឹងយើងធ្វើម៉េចក្នុង24ម៉ោងគ្រប់គ្រងឲ្យបាននៅកាឡូរីកុំឲ្យលើសពី2500ហ្នឹងបាទនឹងសម្រាប់បរិសុទ្ធហើយស្ត្រីកុំឲ្យលើសពី2000អញ្ចឹងវាអាចធ្វើឲ្យយើងទប់ទល់បានល្មមហើយយើងហាត់ប្រាណទៀតទៅវាដុតកាឡូរីបន្ថែមទៀតទៅវាធ្វើឲ្យអាកាឡូរីដែលសល់នៅក្នុងខ្លួនយើងនេះយកមកដុតបំលែងប្រើទៅវាធ្វើឲ្យយើងស្រកបានអញ្ចឹងកុំឲ្យពឹងផ្អែកទៅលើការហាត់ប្រាណតែមួយមុខគត់ឲ្យកាឡូរីចុះឲ្យរាងកាយយើងមក fitness អីហ្នឹងអត់ទេបាទពីព្រោះការហាត់ប្រាណបើយើងខ្ញុំឧទាហរណ៍ដូចពីងយើងជ្រាបបាទជ្រាបទឹកចេញហើយយើងដាក់ទឹកចូលហើយអាក្រោមជ្រាបចេញពីងហ្នឹងនឹងមិនស្រកទឹកឡើយបាទមិនស្រកទឹកទេអញ្ចឹងអ្នកដែលបានចង់បានរាងកាយស្អាតមាន2បាទទី1គឺគ្រប់គ្រងនិងយល់ដឹងទៅលើរបបអាហារប្រចាំថ្ងៃរបស់យើងបាទតាក់ទងទៅនឹងអាហារទាំងឡាយដែលវាបំលែងធ្វើជាស្ករឬក៏អាហារផ្អែមឬក៏ភេសជ្ជៈផ្អែមនិងផ្លែឈើផ្អែមហ្នឹងហើយនឹងខ្លាញ់ដែរបាទតមវាឲ្យបានខ្លាំងក្លាហ្នឹងយើងញ៉ាំមិនអត់ទេប៉ុន្តែយើងញ៉ាំតាក់ទងនឹងការ calculate បាទតាក់ទងនឹងការបូកមើលថាតើកាឡូរីទាំងអស់ដែលយើងញ៉ាំមួយថ្ងៃនេះវាមានលើសពី2000អត់បាទ2000កាឡូរីអត់បើសិនលើសយើងបន្ថយមុខណាមួយដើម្បីឲ្យវានៅក្នុង2000កាឡូរីហ្នឹងអញ្ចឹងទៅយើងញ៉ាំបានហើយយើងទៅហាត់ប្រាណរាល់ថ្ងៃដើម្បីឲ្យអាកាឡូរីចាស់របស់យើងដែលវាស្តុកធ្វើជាខ្លាញ់ហ្នឹងណាបាទខ្លួនយើងកាលណាកាឡូរីនៅសល់វាយកទៅបំលែងធ្វើខ្លាញ់ដើម្បីស្តុកទុកបំរុងនៅពេលដែលយើងអត់មានអាហារញ៉ាំវាអូសយកមកធ្វើជាធម្មពលឲ្យរាងកាយយើងប្រើវិញអញ្ចឹងពេលដែលយើងញ៉ាំកាឡូរីមួយថ្ងៃហ្នឹងអត់គ្រប់វាយកពីអាកន្លែងវាស្តុកហ្នឹងយកមកចាយខ្លះអញ្ចឹងហើយវាធ្វើឲ្យយើងអាចស្គមបានហ្នឹងកុំឲ្យឆ្ងល់ណាបាទអញ្ចឹងកុំពឹងផ្អែកទៅលើតែការហាត់ប្រាណមួយគត់ឲ្យចុះគីឡូអត់ទេបាទអត់ទៅរួចទេបាទទោះបីយើងហាត់មិនក៏ដោយបាទយើងមើលចំនួនពលពតគ្រាន់តែអត់តាហាមួយបាទអត់មានអ្នកណាត្អូញត្អែពីជំងឺធាត់ឡើយបាទអញ្ចឹងហើយអានេះខ្ញុំចង់ជម្រាបថាបើសិនជាយើងមានខ្លាញ់ច្រើនមានន័យថាខ្លាញ់នោះគឺបានមកពីកាឡូរីឬក៏ស្ករដែលខ្លួនយើងបំលែងធ្វើជាខ្លាញ់ស្តុកទុកនឹងឯងបាទឥឡូវយើងដឹងហើយថាការដែលយើងហាត់ប្រាណដើម្បីបញ្ចុះទម្ងន់គឺយើងត្រូវចំណាយពេលវេលាយ៉ាងហោចណាស់ក៏40នាទីក្នុងមួយថ្ងៃ
បាទដើម្បីឲ្យរាងកាយរបស់យើងបាទពី30ទៅ40នាទីហ្នឹងក្នុងមួយថ្ងៃដើម្បីឲ្យរាងកាយរបស់យើងហ្នឹងមានសកម្មភាពដុតបំផ្លាញកាឡូរីបានឲ្យយើងអាចស្រកទម្ងន់បានបាទប៉ុន្តែកុំឲ្យថែមទៀតបាទកុំឲ្យញ៉ាំអាហារមានកាឡូរីខ្ពស់ថែមទៀតបាទឥឡូវអ្នកជំងឺឡើងសពាតឈាមវិញយើងទៅហាត់ប្រាណបែបម៉េចដើម្បីឲ្យយើងទទួលបានសុខភាពល្អបាទជំងឺឡើងសពាតឈាមក៏ដូចគ្នាដែរយើងអាចហាត់ទៅដល់20នាទីឬក៏40នាទីដូចខ្ញុំជម្រាបទេជំងឺឡើងសពាតឈាមគឺយើងអ្នកដែលមានជំងឺឡើងសពាតឈាមបើហាត់ប្រាណយើងធ្វើយ៉ាងណាក៏ដោយយើងអត់មានកំណត់នាទីទេយើងវាស់វែងថាប្រសិនបើយើងហាត់ទៅយើងហត់ហើយយើងចាំបាច់ត្រូវសម្រាកចាំបាច់ខ្លាំងណាស់បាទត្រូវតែសម្រាកឲ្យមានហត់ឲ្យខំប្រឹងតាមគេគេទៅដល់នោះខ្ញុំត្រូវតែទៅដល់នោះគេហាត់មិនទាន់ដល់ម៉ោងទេខ្ញុំឲ្យទៅដល់ម៉ោងដូចគេដែរអត់បានទេពីព្រោះអ្នកឡើងសពាតឈាមកាលណាបេះដូងរបស់យើងកាន់តែហត់បាទវាកាន់តែច្បាច់ខ្លាំងឡើងហើយនឹងញាប់ឡើងកាលណាវាច្បាច់ខ្លាំងឡើងពេលណាសរសៃឈាមដែលនៅបត់បែនខ្លាំងជាងគេហើយស្ដើងជាងគេគឺក្នុងខួរក្បាលនេះឯងបាទអញ្ចឹងនៅពេលណាដែលវាមាន pressure ខ្លាំងពីបេះដូងយើងច្បាច់ខ្លាំងហ្នឹងវាធ្វើឲ្យសរសៃឈាមដែលបត់បែនខ្លាំងនិងស្ដើងជាងគេនោះនឹងបែកធ្លាយដែលហូរឈាមទៅដកក្នុងខួរក្បាលដែលគេហៅថា mini stroke ឬក៏ stroke នឹងឯងកាលណាយើងកើត stroke ទាំង mini stroke ទាំង stroke គឺយើងចាំបាច់ហើយបាទជៀសមិនផុតទេពីពិការភាពទោះបីតិចច្រើនត្រូវតែមានឬក៏អាចស្លាប់តែម្ដងបាទអញ្ចឹងបងប្អូនខ្លះក៏អាចធ្លាប់ឮហើយថាមកពីហាត់ប្រាណវិញមិនទាន់ដល់ផ្ទះផងឬក៏ជិតដល់ផ្ទះដួលខ្ពកបាទស្លាប់ខូម៉ាបាទស្លាប់តែម្ដងឬក៏ពិការមួយជីវិតនេះមកពីអីមកពីបេះដូងរបស់យើងវាដើរខ្លាំងពេកនៅពេលដែលយើងទៅហាត់ប្រាណហើយយើងមានជំងឺឡើងសពាតឈាមអញ្ចឹងហើយនៅក្នុងកាតរបស់អ្នកជំងឺយើងបានសរសេរជាប៊ិចពណ៌ក្រហមតែម្ដងបាទនៅពេលដែលគាត់មានរោគវិនិច្ឆ័យថាអ្នកជំងឺម្នាក់នេះមានជំងឺឡើងសពាតឈាមរ៉ាំរ៉ៃបាទអញ្ចឹងយើងសរសេរជាប៊ិចក្រហមហ្មងនៅលើកាតរបស់គាត់ហ្នឹងពីគម្របកាតហ្នឹងគេហៅ cover វាហ្នឹងគឺយើងត្រូវចាំបាច់សរសេរថា take a rest បាទ take a rest អញ្ចឹងឲ្យគាត់សម្រាកបាទមិនមែនឲ្យគាត់ទៅធ្វើអ្វីហត់ទេទោះបីការងារក៏ដោយឬក៏ហាត់ប្រាណក៏ដោយឲ្យគាត់សម្រាកឲ្យបានច្រើនបាទហើយអ្នកខ្លះគាត់សួរខ្ញុំថាគ្រូពេទ្យខ្លះថាឲ្យហាត់ប្រាណទៅដើម្បីឲ្យសរសៃឈាមហ្នឹងវារលាស់ឲ្យវាស្អាតខ្លាញ់ស្អាតស្អីល្អកុំឲ្យស្ទះបាទតាមពិតទៅគាត់ឲ្យហាត់ប្រាណដូចខ្ញុំជម្រាបចឹងមិនមែនឲ្យហាត់ប្រាណរហូតដល់យើងដួលខ្ពកទេបាទហាត់ប្រាណតិចតួចយើងមិនអាចនៅស្ងៀមបានដូចខ្ញុំផ្ដើមសេចក្តីមកអញ្ចឹងមនុស្សម្នាក់មិនអាចនៅស្ងៀមប៉ុន្តែពេលដែលយើងហត់ហើយយើងត្រូវសម្រាកពីព្រោះបើសិនជាយើងហាត់បំណងឲ្យខ្លាញ់នៅក្នុងសរសៃឈាមយើងអស់ដើម្បីឲ្យជាជំងឺឡើងសពាតឈាមមិនអាចទេបាទបើសិនជាមានខ្លាញ់យើងតេស្តឈាមទៅមានខ្លាញ់ស្ទះ cholesterol total លើឬក៏ triglyceride លើឬក៏ LDL លើបាទយើងត្រូវញ៉ាំថ្នាំបាទសម្អាតវាហើយយើងហាត់ប្រាណហាត់តាមលទ្ធភាពរបស់យើងបើហត់ហើយបេះដូងយើងដើរខ្លាំងហើយយើងត្រូវសម្រាកនេះអ្នកដែលមានជំងឺឡើងសពាតឈាមបាទហើយសម្រាប់អ្នកដែលមានជំងឺសន្លាក់វិញអ្នកដែលមានជំងឺសន្លាក់ក៏អញ្ចឹងដែរបាទมันអាចហាត់ប្រាណតាមអ្វីដែលយើងចង់បានទេពីព្រោះក្បាលឆ្អឹងខ្ចីរបស់យើងនេះវាមានគម្របរបស់វាគេហៅ cartilage នេះនៅក្បាលឆ្អឹងខ្ចីក្បាលឆ្អឹងរឹងមួយខាងក្បាលឆ្អឹងរឹងមួយខាងវាជួលគ្នាអញ្ចឹងបាទវាជួលគ្នាអញ្ចឹងណាហើយអា cartilage ហ្នឹងដូចខៅឆ្អឹងខ្ចីហ្នឹងដូចស្បែកជើងហ្នឹងវាទន់ដូចកស៊ូអញ្ចឹងហើយខាងម្ខាងទៀតក៏អញ្ចឹងដែរវារលោងជាធម្មតាគឺវារលោងហើយវាណែនហាប់ល្អប៉ុន្តែវានៅក្នុងហ្នឹងវាមានទឹករំអិលវាដែលគេហៅថា synovial បាទ synovial គឺវាធ្វើឲ្យអាទឹករំអិលនឹងឯងរអិលក្បាលឆ្អឹងខ្ចីហ្នឹងកុំឲ្យវាកកិតគ្នាខ្លាំងប៉ុន្តែនៅពេលដែលយើងបាត់បង់ទឹករំអិលគេហៅថា synovial ហ្នឹងអាក្បាលឆ្អឹងខ្ចីម្ខាងនិងក្បាលឆ្អឹងខ្ចីម្ខាងនេះវាជុលគ្នាស្អិតខ្លាំងអញ្ចឹងពេលយើងធ្វើចលនាទៅវារិចបាទវារបួសពេលវារបួសវាធ្វើយើងហើមឬក៏ឈឺសន្លាក់នឹងឯងអញ្ចឹងនៅពេលវាហើមមកវារុញអាខាងនេះបន្តិចរុញខាងនេះវាកាន់តែតឹងថែមហើយវាធាក់មកវាធ្វើឲ្យយើងតឹងហើយឈឺបត់ជើងបត់ដៃអត់បានទេបាទយើងបត់អញ្ចេះវាតឹងណាបាទអញ្ចឹងកន្លែងហ្នឹងដែលខ្ញុំចង់ណែនាំអ្នកដែលមានជំងឺសន្លាក់ហ្នឹងមិនឲ្យទៅហាត់ប្រាណទេបាទមិនឲ្យទៅហាត់ប្រាណទេហើយអ្នកដែលអត់មានជំងឺសន្លាក់ហ្នឹងអាចហាត់ប្រាណបានហេតុអីបានហាត់បានពីព្រោះក្បាលឆ្អឹងអត់ទាន់របួសហើយហាត់ហ្នឹងក៏ហាត់ក្នុងកម្រិតមួយដែរបាទ
ដែលដូចខ្ញុំនិយាយអញ្ចឹង20ទៅ30នាទីហ្នឹងជាកម្រិតមួយដែលយើងហាត់ទាំងអស់គ្នាហ្នឹងគឺបានសុខភាពល្អហើយមិនចាំបាច់ច្រើនពេកទេបាទអញ្ចឹងនៅពេលដែលអ្នកជំងឺសន្លាក់ហ្នឹងគាត់ចង់ហាត់ប្រាណអញ្ចឹងមានអ្នកប្រឹក្សាយោបល់ក៏ដូចជាខ្ញុំជម្រាបជូនអញ្ចឹងអត់មានការហាត់ប្រាណណាដែលធ្វើឲ្យអ្នកជំងឺសន្លាក់ហាត់បានក្រៅពីការហែលទឹកតែប៉ុណ្ណោះបាទហែលទឹកក៏គាត់អាចដុតកាឡូរីបានដែរអញ្ចឹងគាត់អាចទៅចុះឈ្មោះហែលទឹកនៅក្នុងអាងហែលទឹកនៅក្នុង swimming pool ណាមួយនៅក្នុង club ណាមួយឬក៏អាចទៅហែលនៅក្នុងទឹកទំពាំងបឹងបួរណាដែលជិតគាត់ហ្នឹងកុំឲ្យចុះជ្រៅពេកឲ្យលងបាទអញ្ចឹងឬគាត់ពាក់អាវពោងទៅបាទគាត់ហែលហ្នឹងបាទគាត់ធ្វើទៅវាអត់មាន pressure មកលើសន្លាក់ទេតែគាត់អាចមានសកម្មភាពដុតបំផ្លាញកាឡូរីខ្លួនគាត់បានដូចគ្នាអញ្ចឹងនេះគឺជាដំណើរដែលយើងថែទាំសុខភាពរបស់យើងម្នាក់ៗហ្នឹងត្រូវការអ្នកប្រឹក្សាយោបល់នឹងឯងបាទអញ្ចឹងហើយយើងកើតមកគឺមានរាងកាយម្នាក់មួយបាទរាងកាយរបស់យើងម្នាក់មួយកើតមកនេះយុត្តិធម៌ល្អណាស់អ្នកមានក៏មានរាងកាយមួយហ្នឹងបាទអ្នកក្រក៏មានរាងកាយមួយហ្នឹងអញ្ចឹងទៅហេតុអីបានយើងមានអ្នកខ្លះស្លាប់ទាំងក្មេងអ្នកខ្លះដល់ចាស់100មិនទាន់ស្លាប់អ្នកខ្លះបាទយ៉ាងនេះយ៉ាងនោះពីការអីចឹងដោយសារអីដោយសារតែយើងការថែទាំរាងកាយរបស់យើងឬហៅថារូបរបស់យើងនេះវាអត់ដូចគ្នាទេដោយសារតែយើងអត់បានយល់ដឹងអំពីតម្រូវការរបស់ខ្លួនឯងយើងនេះហើយយើងប្រឆាំងជាមួយវារហូតនៅពេលដែលយើងប្រឆាំងជាមួយវារហូតនឹងហើយដែលធ្វើឲ្យរាងកាយរបស់យើងនេះវានៅជាមួយយើងអត់បានយូរបាទយើងឧទាហរណ៍ដូចជាឡានរថយន្តដែលយើងទិញមកអាចថាស៊េរីដូចគ្នាម៉ាកដូចគ្នាហើយយកមកប្រើហេតុអីបានឡានអ្នកខ្លះគេនៅថ្មីបានយូរឡានអ្នកខ្លះទៀតវាខ្ទេចខ្ទីអស់បាទដោយសារតែយើងអត់យល់អំពីតម្រូវការអត់យល់អំពីអ្វីដែលជាគោលដៅរបស់យើងអញ្ចឹងហើយយើងធ្វើទៅវាផ្ទុយវាធ្វើឲ្យមានបញ្ហាអញ្ចឹងសុខភាពក៏ដូចគ្នាដែរបាទឥឡូវនេះខ្ញុំបានណែនាំរួចហើយនៅក្នុងកម្មវិធីស្ដាប់តិចចេះច្រើនរបស់យើងពី page Journey Healthcare អំពីរបៀបហាត់ប្រាណនិងជំរឿសនៃការហាត់ប្រាណរបស់យើងខ្លះដែលលោកអ្នកនាងអាចយកទៅគិតគូរពិចារណាបានដើម្បីថែទាំសុខភាពហើយអ្នកខ្លះថាចុះបើខ្ញុំជិះកង់បាទខ្ញុំជិះកង់វិញមិនដែរជិះកង់ក៏ជាផ្នែកមួយនៃការហាត់ប្រាណដែរអាហ្នឹងវាអាចចូលទៅក្នុងគេហៅ aerobic បាទ exercise បាទហ្នឹងក៏យើងអាចដើរជំរះស្មៅអីលេងមុខផ្ទះឬក៏ហាត់ជិះកង់ឬក៏អីចឹងបាទហែលទឹកអីតិចតួចហ្នឹងអាហ្នឹងគេហៅថា aerobic exercise ហើយវាជាការហាត់ប្រាណមួយប៉ុន្តែយើងជិះកង់ក៏ដូចគ្នាកុំឲ្យធ្វើលើសកម្រិតពេកកាលណាយើងធ្វើលើសកម្រិតច្រើនម៉ោងពេកវាទៅជា hard work បាទវាមិនមែនជាការហាត់ប្រាណទេវាទៅជា hard work តិចទៀតខ្ញុំនិយាយថាអ្នកណាដែលធ្វើលើសម៉ោងវាមានបញ្ហាអីបាទតិចទៀតនឹងដឹងហើយបាទអញ្ចឹងខ្ញុំចង់ជម្រាបចឹងថាការហាត់ប្រាណរបស់យើងធ្វើម៉េចឲ្យទៅតាមគោលការណ៍ទៅមិនឲ្យលើសពី30នាទីទេបាទនារីក៏មិនឲ្យលើសពី20នាទីទេក្នុងមួយថ្ងៃដើម្បីសុខភាពល្អបើសិនជាយើងធ្វើលើសហ្នឹងបាទនោះវានឹងធ្វើឲ្យយើងមានបញ្ហាកើតឡើងហើយបាទសម្រាប់រាងកាយយើងបាទអញ្ចឹងការហាត់ប្រាណមិនមែនជាការធ្វើការងារទេហើយការធ្វើការងារក៏មិនមែនជាការហាត់ប្រាណដែរបាទហើយឥឡូវយើងទៅដល់មួយទៀតថាប្រសិនបើយើងចង់ធ្វើឲ្យខ្លួនយើងហ្នឹងបាទវាមានសុខភាពល្អឬក៏យើងធ្វើឲ្យយើងរស់នៅបានល្អបានយូរពោពេញទៅដោយសុខភាពបាទអញ្ចឹងយើងត្រូវតែអនុវត្តនៃការហាត់ប្រាណរបស់យើងទៅតាមពេលវេលាដែលខ្ញុំជម្រាបជូនបាញ់មិញហ្នឹងបាទហើយមួយទៀតតកតងទៅនឹងអ្នកដែលចង់ហាត់ប្រាណបែបហៅថាបញ្ចុះទម្ងន់ណាអាចធ្វើលើសនឹងបានប៉ុន្តែនៅក្នុងកម្រិតមួយដែលយើងខ្លួនឯងត្រូវដឹងថាបើយើងធ្វើលើសកម្រិតខ្លាំងពេកវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងហើយបាទអញ្ចឹងយើងអាចអនុវត្តថាមួយសប្តាហ៍បើសិនជាយើងគិតទៅប្រហែលជា5ម៉ោងអ្នកដែលគាត់ហាត់ប្រាណខ្លាំងខ្លាអ្នកជិះកង់ជាអីដែលគាត់ថាគាត់ធ្លាប់ហើយណាបាទគាត់ធ្វើទៅមួយថ្ងៃសរុបទៅអាចមួយសប្តាហ៍ហ្នឹងអាចត្រឹមតែ300នាទីឬក៏ប្រហែលជា5ម៉ោងអីហ្នឹងក្នុងមួយសប្តាហ៍វាគ្រប់គ្រាន់ហើយសម្រាប់តម្រូវការនៃការហាត់ប្រាណរបស់យើងដើម្បីសុខភាពល្អរបស់យើងបាទតែបើសិនបើយើងធ្វើឲ្យលឹះហ្នឹងណាវានឹងជួបនៅបញ្ហាធ្ងន់ធ្ងរបាទបញ្ហាធ្ងន់ធ្ងរអញ្ចឹង
ការហាត់ប្រាណដែលលើសកម្រិតធ្វើឲ្យយើងមានអីខ្លះថ្ងៃនេះខ្ញុំជម្រាបជូនបាទលោកអ្នកអំពីបញ្ហាការហាត់ប្រាណលើសកម្រិតរបស់យើងវានាំឲ្យយើងជួបនៅហានិភ័យមិនមែនការហាត់ប្រាណលើសកម្រិតហើយថាយើងបានសុខភាពល្អអត់មែនទេបាទអញ្ចឹងក្នុងក្របខ័ណ្ឌដែលខ្ញុំជម្រាបជូនមិញហ្នឹងគឺការហាត់ប្រាណរបស់យើងធ្វើឲ្យយើងមានសុខភាពល្អឥឡូវនេះខ្ញុំជម្រាបពីការហាត់ប្រាណដែលធ្វើឲ្យយើងមានបញ្ហាដល់សុខភាពវិញបាទទាំងការហាត់ប្រាណដែលនាំឲ្យយើងមានបញ្ហាដល់សុខភាពគឺយើងធ្វើលើសពី2ម៉ោងឡើងទៅបាទក្នុងមួយថ្ងៃបាទអ្នកណាខ្លះធ្លាប់ធ្វើការហាត់ប្រាណលើសពី2ម៉ោងបាទឡើងទៅក្នុងមួយថ្ងៃបាទអញ្ចឹងឥឡូវចាំស្ដាប់ថាតើការហាត់ប្រាណលើសពី2ម៉ោងទៅក្នុងមួយថ្ងៃហ្នឹងតើវាមានអ្វីកើតឡើងហើយអ្នកដែល comment បាទអ្នកដែល comment សួរខ្ញុំនឹងឆ្លើយតបនៅពេលចុងកម្មវិធីបាទអញ្ចឹងខ្ញុំជម្រាបជូនថាលោកអ្នកដែលធ្លាប់ហាត់ប្រាណលើសពី2ម៉ោងឡើងទៅក្នុងមួយថ្ងៃវានឹងធ្វើឲ្យខ្លួនយើងជួបបញ្ហាអញ្ចឹងឥឡូវបញ្ហាអីខ្លះដែលវាកើតមានเนาะបាទនេះគេថា too much exercise បាទ too much exercise ទៅវាធ្វើឲ្យយើងអាចមានបញ្ហាទី1ញៀនចំអ្នកណាខ្លះមកហាត់ប្រាណលើសហើយថាញៀនបាទហាត់ប្រាណញៀនដែរបាទតាមពិតការហាត់ប្រាណក៏ជាប្រភេទចលនាមួយដែលធ្វើឲ្យយើងញៀនបាទអ្នកដែលហាត់ប្រាណច្រើនម៉ោងហើយរាល់ថ្ងៃហើយបើសិនជាអត់បានទៅហាត់ប្រាណណាបាទគាត់នៅអត់សុខទេបាទគាត់មិនឃើញអ្នកខ្លះបើថាទម្លាប់ជិះកង់ច្រើនម៉ោងមួយថ្ងៃគាត់ទៅជាញៀនណាបាទដល់ទៅពេលញៀនទៅប្រពន្ធដោះកង់មុខហើយនៅទៅរកជិះកង់តែម្ខាងហ្នឹងទៅទៀតណាបាទអញ្ចឹងការហាត់ប្រាណហ្នឹងវាធ្វើឲ្យយើងញៀនដែរបាទហើយទោះតែអីបានហាត់ប្រាណញៀនដែរបាទមូលហេតុរបស់វាគឺដោយសារនៅពេលណាដែលយើងខំហាត់ប្រាណខ្លាំងក្លាទៅបេះដូងរបស់យើងនេះបាទវាត្រូវការដើរញាប់ខ្លាំងណាស់បាទដោយសារតែមានការជំរុញពីអាដ្រេណាលីនបាទអាដ្រេណាលីនដែលអាដ្រេណាលីនអរម៉ូននៅក្នុងខ្លួនយើងនេះត្រូវបានផលិតចេញមកពីអាដ្រេណាក្លិនដែលវាភ្ជាប់ជាមួយតម្រងនោមយើងផ្នែកខាងលើតម្រងនោមហ្នឹងមានអាសមកដុំយើងវះទៅយើងឃើញហើយបាទសដូចអាអៃស្គ្រីមបតក់ពីលើហ្នឹងសងខាងហ្នឹងអាហ្នឹងគេហៅវាឈ្មោះថា adrenal gland គឺវាមានតួនាទីផលិតអរម៉ូនមួយយ៉ាងឈ្មោះថា adrenaline នេះឯងជាអ្នកជំរុញឲ្យបេះដូងរបស់យើងនឹងដើរញាប់ដើរយឺតគឺកម្លាំងរបស់វានឹងឯងអញ្ចឹងហើយនៅពេលណាដែលយើងធ្វើការហាត់ប្រាណខ្លាំងលើសកម្រិតឬក៏យូរទៅបេះដូងរបស់យើងវាញាប់ដោយសារសកម្មភាពរបស់យើងខ្លាំងពេកអញ្ចឹងបើសិនជា adrenaline នៅតែបង្កើនច្រើនទៀតខួរក្បាលនេះវាប្រាប់ថាអាចគាំងបេះដូងស្លាប់បានបាទបើញាប់ពេកវាគាំងហើយអញ្ចឹងទៅខួរក្បាលវាទៅប្រាប់ adrenal gland នេះកពេញ adrenaline នេះថាឈប់ផលិតហូម៉ូន adrenaline ច្រើនទៅបាទពីព្រោះសកម្មភាពរបស់បេះដូងវាញាប់ស្រាប់ទៅហើយដោយសារតែសកម្មភាពរបស់យើងបាទដូច្នេះអាខួរក្បាលវាប្រាប់ adrenal gland វាឈប់ផលិតហូម៉ូន adrenaline នៅពេលដែលវាឈប់ផលិតហូម៉ូន adrenaline គ្រប់គ្រាន់ពេលដែលយើងអត់បានធ្វើសកម្មភាពហឹកហាក់ហ្នឹងស្វាហាប់ហ្នឹងបេះដូងរបស់យើងដើរលវើមួយយើងចាប់ផ្ដើមមានអារម្មណ៍ថារួយកព្រិលភ្នែកអស់ដៃអស់ជើងបាទអញ្ចឹងចង់ទៅហាត់ប្រាណបន្តិចទៅដើម្បីឲ្យអាដ្រេណាក្លិនហ្នឹងអាបេះដូងរបស់យើងហ្នឹងវាដើរឡើងវិញអញ្ចឹងអាហ្នឹងហើយហៅថាទម្លាប់មិនមែនទម្លាប់ញៀនដូចថ្នាំញៀនអីទេគឺវាញៀនទម្លាប់នឹងឯងបាទវាញៀនវាមានពីរវាមានញៀនផ្លូវកាយនិងញៀនផ្លូវចិត្តអញ្ចឹងអាហាត់ប្រាណញៀននេះគឺវាញៀនទាំងពីរទាំង physical ទាំង emotional បាទ emotional មានន័យថាយើងចង់ទៅហាត់ប្រាណទៅមានឃើញបរិយាកាសប្លែកពីកន្លែងយើងនៅជួបជាមួយមិត្តភ័ក្តិហាត់ប្រាណដូចគ្នាអីជជែកគ្នាខ្លះអាហ្នឹងវាញៀន emotional ញៀនផ្លូវចិត្តហើយ physical ញៀនដូចខ្ញុំនិយាយមកអញ្ចឹង adrenal gland វានឹងបង្កើនសមត្ថភាពផលិត adrenaline របស់យើងអញ្ចឹងការហាត់ប្រាណបើយើងហាត់លើសកម្រិតទៅវាធ្វើឲ្យយើងអាចញៀនដែរហើយជាប្រចាំបាទជាប្រចាំយើងធ្វើជាប្រចាំយូរទៅគឺយើងអាចញៀនដែរញៀនហាត់ប្រាណហ្នឹងឯងបាទប៉ុន្តែវាមិនគ្រោះថ្នាក់ទេគាត់យើងត្រូវការទៅហាត់ប្រាណអញ្ចឹងដើម្បីឲ្យរាងកាយរបស់យើងមានទម្លាប់បេះដូងរបស់យើងដើរហឹកហាក់បានល្អបាទមួយទៀតបើសិនជាយើងហាត់ប្រាណលើសពី1ម៉ោងកន្លះទៅ2ម៉ោងឡើងទៅហ្នឹងវាធ្វើឲ្យមានបញ្ហាអីទៀតបាទអញ្ចឹងវានឹងធ្វើឲ្យទី1របួសក្បាលឆ្អឹងខ្ចីបាទអាក្បាលឆ្អឹងខ្ចីខ្ញុំនិយាយមិញហ្នឹងអា cartilage ហ្នឹងកាលណាយើងហាត់ប្រាណយូរពេកបាទវានឹងធ្វើឲ្យរបួសហើយវា injury បាទ injury អាហ្នឹងដោយសារអីបានវា injury ដោយសារ
ក្បាលឆ្អឹងនេះមានសុខភាពល្អមិនកកិតខ្លាំងមិនរង្គៀកខ្លាំងដោយសារក្បាលឆ្អឹងខ្ចីមួយខាងបាទក្បាលឆ្អឹងខ្ចីមួយខាងមកជួបក្បាលឆ្អឹងខ្ចីមួយខាងទៀតនេះដោយសារតែគេហៅថា ligament បាទ ligament គឺសរសៃគេហៅយើងហៅខ្មែរហៅសរសៃកែងទៅស៊ុបសរសៃកែងនឹងឯងបាទអាសរសៃតាន់ដូចកស៊ូហ្នឹងវាភ្ជាប់ក្បាលឆ្អឹងមួយខាងមកក្បាលឆ្អឹងមួយខាងទៀតបាទដើម្បីវាទាញឆ្អឹងឲ្យជួលគ្នាចឹងពីមួយខាងមកមួយខាងហើយនៅក្បាលឆ្អឹងនឹងដែរវាទប់ទៅដោយសាច់ដុំបាទសាច់ដុំរបស់យើងអាក្បាលឆ្អឹងសាច់ដុំហ្នឹងគេហៅថា tendon បាទអញ្ចឹង ligament និង tendon របស់យើងនៅពេលដែលយើងធ្វើការខ្លាំងពេកវាក៏ធ្វើឲ្យវាជ្រាយបាទវាអស់សមត្ថភាពយើងធ្វើយូរពេកវាអស់សមត្ថភាពរឹងមាំរបស់វាដូច្នេះនៅពេលដែលវាអស់សមត្ថភាពរឹងមាំរបស់វាធ្វើឲ្យកើតអីបាទគឺវាធ្វើឲ្យអាការតកិច្ចនេះបាទប៉ះតកិច្ចនេះខ្លាំងឡើងនៅពេលដែលខ្លាំងឡើងវាចាប់ផ្ដើមរបួសដែលគេហៅថា joint trauma បាទ joint traumatic ឬក៏ joint trauma ហ្នឹងវាចាប់ផ្ដើមរបួសបដាយើងហាត់យូរយើងคล้ายទៅជាអ្នកជំងឺសន្លាក់ដោយមិនដឹងខ្លួនបាទនេះគឺជារឿងដែលលោកអ្នកត្រូវគិតថាហាត់ប្រាណលើសកម្រិតវានឹងធ្វើឲ្យយើងកើតជំងឺសន្លាក់បាទអញ្ចឹងបើនៅក្លឹបល្អគេតែងតែណែនាំថាបើសិនជាយើងហាត់ប្រាណដោយការលើកដោយការប្រឹងខ្លាំងហ្នឹងយូរលើសកម្រិតបន្តិចគេណែនាំឲ្យយកគេហៅ elastic bandage មករុំកជើងរុំជង្គង់រុំអីយើងដើម្បីជួយទ្រអា ligament ហ្នឹងណាជួយទ្រ ligament ជួយទ្រអា tendon របស់យើងកុំឲ្យវាជ្រាយកុំឲ្យវាខ្សោយពេកដែលវាធ្វើឲ្យក្បាលឆ្អឹងតកិច្ចគ្នាខ្លាំងហ្នឹងឯងបាទអញ្ចឹងនេះគឺជាមូលហេតុដែលខ្ញុំសូមណែនាំថាកុំឲ្យហាត់ប្រាណលើសកម្រិតអីវានឹងមិនបានផលទេបាទហ្នឹងបាទអញ្ចឹងទី2វាមានអីក្រៅពីយើងហាត់ប្រាណហើយវាញៀនហាត់ប្រាណទៅវាហាត់ប្រាណលើសកម្រិតទៅវាញៀនហាត់ប្រាណយូរទៅវារបួសក្បាលឆ្អឹងខ្ចីរបួស tendon របួស ligament ហ្នឹងវាក៏អាចធ្វើឲ្យយើងគេហៅ exhaustion គឺអស់កម្លាំងពេលយើងហាត់ប្រាណហើយយើងមកវិញអស់ដៃអស់ជើងបាទរងាមអស់ដៃអស់ជើងអត់ចង់ធ្វើអីទេដោយសារកាឡូរីយើងវាបំផ្លាញច្រើនពេកបាទអស់លើសកម្រិតអញ្ចឹងទៅខ្លួនយើងវាអត់អាចគ្រប់គ្រងបានអញ្ចឹងវាធ្វើឲ្យយើងអាចអស់កម្លាំងរហិតរហៃនឹងបាទភាសាអង់គ្លេសហៅ exhaust បាទ exhaust គឺវា tired វាអស់កម្លាំងខ្លាំងអញ្ចឹងក៏បានមកពីការហាត់ប្រាណលើសកម្រិតនឹងដែរបាទនឹងហាត់ប្រាណលើសកម្រិតទៀតវាមានអីទៀតវាធ្វើឲ្យ depression មិនបានទៅហាត់ប្រាណធ្វើឲ្យ depression វិញបាទធ្វើឲ្យមានបញ្ហាតានតឹងផ្លូវចិត្តទៅវិញបាទអញ្ចឹងដូចគ្នាកាលណាយើងហាត់ប្រាណលើសកម្រិតរាល់ថ្ងៃអ្នកហាត់ប្រាណខ្លួនឯងនឹងដឹងបាទពេលដែលមកពីត្រឡប់ពីហាត់ប្រាណមកវិញហើយពេលខ្លះអត់ចង់ធ្វើអីទេបាទចង់តែនៅម្នាក់ឯងអង្គុយស្ងៀមស្ងាត់ដើម្បីសន្សំធម៌ពលមកវិញអាហ្នឹងជាសញ្ញាមនុស្សកើត depression បាទ depression ដោយសារតែអា power អាធម៌ពលវាចេញច្រើនពេកហើយវាធ្វើឲ្យបេះដូងរបស់យើងពេលដែលវាខ្លាំងrồiហើយវាក៏ខ្សោយមកវិញមករងាមចង់តែគេងហ្នឹងនៅតាណានៅតានឹងអត់ចង់ដើរទេបាទលោកអ្នកធ្លាប់លង់ទឹកទេបាទហើយពេលដែលយើងលង់យើងរឿខ្លាំងដោះមែនតើហើយដល់គេស្រង់មកហ្នឹងអ្នកដែលស្រង់មកហ្នឹងគឺភាគច្រើនស្រង់មកដល់លើគោគឺគេងហ្មងចង់តែគេងដោយសារហ្នឹង depression ហ្នឹង exhaust វាធ្វើឲ្យយើងអស់ដៃអស់ជើងហើយពេលបេះដូងយើងបន្ទាប់ពីខ្លាំងហើយវាខ្សោយវិញគឺវាធ្វើឲ្យយើងចង់តែទន់ភ្នែកស្ត្រីឆ្លងទលេបាទពេលដែលឈឺពោះយូរម៉ោងហើយនៅពេលដែលកូនប្រឹងពេលដែលកូនចិត្តសម្រាលហ្នឹងភាគច្រើនខ្ញុំជួបប្រទេសបាទព្រោះខ្ញុំជំនាញខ្ញុំពេលដែលកូនចិត្តចេញមកយើងយកបានហ្នឹងក្បាលចេញមកពាក់កណ្ដាលហ្នឹងភាគច្រើនគឺគាត់ចង់អង្គុយគេងនៅកន្លែងហ្នឹងហើយដោយសារបេះដូងយើងវាខ្លាំងពេកដល់ពេលដល់កន្លែងហ្នឹងវាចាប់ដើមខ្សោយទៅបាទអញ្ចឹងដែលស្ត្រីខ្លួនឯងភាគច្រើនបើសិនបានស្ដាប់ណាអាចដឹងហើយថាពេលហ្នឹងគឺធ្វើឲ្យយើងចង់តែគេងទេបាទហ្នឹងខ្ញុំនិយាយពីអាបេះដូងបន្ទាប់ពីវាខ្លាំងដល់វាខ្សោយវិញវាធ្វើឲ្យយើង depression បើយើងធ្លាក់អាទឹកចិត្តរបស់យើងអាថាពុះវាជ្រុលមិនវាអស់វានៅទៀបហ្នឹងបាទហើយនឹងបើសិនជាហាត់ប្រាណលើសកម្រិតថែមទៀតវាធ្វើឲ្យយើងបំផ្លាញខ្លួនឯងបាទបំផ្លាញអីខ្លះពេលខ្លះផ្ទុះអ្នកដែលមានជំងឺសាច់ដុំបេះដូងប្រហោងអីបាទវាមិនមែនធ្លាយហ្មងទេសាច់ដុំហ្នឹងកន្លែងមួយណាវាស្ដើងបាទវាស្ដើងមែនតើអញ្ចឹងនៅពេលដែលគាត់ប្រឹងលើសកម្រិតលើសកម្រិតផ្ទុះបាទបេះដូងនឹងតម្រងឬក៏ផ្ទុះអាតែ
បាទទូសរសៃឈាមអាតែហ្នឹងវាបាញ់ឈាមចេញពីបេះដូងមកធ្វើឲ្យគាត់ដួលសន្លប់ឬក៏ស្លាប់តែម្ដងភ្លាមហ្នឹងហើយជាប់ហើយមកចំហៀងកនេះមកចំហៀងខ្លួនខាងឆ្វេងភាគច្រើនបាទតែគាត់ស្លាប់ដោយសារធ្វើអីហត់ខ្លាំងឬក៏អីហ្នឹងហើយឃើញសាកសពរបស់គាត់គឺជាប់មកចំហៀងបាទមកចំហៀងទ្រូងខាងឆ្វេងនិងកខាងឆ្វេងនេះខ្មៅមកដល់ឃ្លៀអីហ្នឹងក្រោមឃ្លៀអីហ្នឹងអាហ្នឹងបើយើងធ្វើកុសលវិច័យជាទូទៅគឺយើងឲ្យមូលហេតុថាគាត់អាចផ្ទុះសរសៃឈាមបេះដូងអាតែឬក៏ផ្ទុះបេះដូងសាច់ដុំបេះដូងគាត់ធ្លាយតែម្ដងបាញ់ឈាមចេញមកនៅក្នុងក្រោមស្បែកគាត់ហ្នឹងហើយដែលធ្វើឲ្យឈាមដកទៅយើងឃើញខ្មៅអញ្ចឹងការហាត់ប្រាណមានប្រយោជន៍ប៉ុន្តែបើយើងធ្វើលើកម្រិតវាធ្វើឲ្យយើងទៅជាបំផ្លាញខ្លួនឯងទៅវិញបាទបំផ្លាញខ្លួនឯងទៅវិញអញ្ចឹងអ្វីដែលខ្ញុំនិយាយអស់ហើយនៅពេលនេះតកតទៅនឹងប្រធានបទការហាត់ប្រាណរបស់យើងមិនបានក្បោះក្បាយទេថ្ងៃនេះប៉ុន្តែខ្ញុំគ្រាន់តែចែករំលែកថាអ្នកអាចដឹងបានខ្លះចំពោះពេលវេលានៃការហាត់ប្រាណរបស់យើងឲ្យត្រឹមត្រូវបាទប្រសិនបើយើងហាត់ប្រាណត្រឹមត្រូវគឺវាបានផលប្រយោជន៍អញ្ចឹងបាទធ្វើឲ្យខ្លួនយើងទទួលបាននៅការដុតបំផ្លាញការសម្អាតខ្លួនយើងតាមរយៈការចេញញើសតាមរយៈការចេញនោមទឹកនោមរបស់យើងតាមរយៈសរសៃឈាមរបស់យើងល្អបាទប៉ុន្តែបើសិនជាយើងហាត់លើសកម្រិតបាទពី1ម៉ោងកន្លះទៅ2ម៉ោងកន្លះក្នុងមួយថ្ងៃហ្នឹងវានឹងធ្វើឲ្យយើងជួបនៅបញ្ហាដូចខ្ញុំជម្រាបមិញអញ្ចឹងបាទទៅជាខ្លាយទៅជាអ្នកញៀនទាំង physical ហៅ emotional និង physical បាទទាំងរាងកាយទាំងផ្លូវចិត្តវាធ្វើឲ្យយើងរបួសក្បាលឆ្អឹងវាធ្វើឲ្យយើងអស់កម្លាំងធម៌ពលខ្លាំងលើសកម្រិតណាហើយវាធ្វើឲ្យយើងមានបញ្ហាតានតឹងផ្នែកផ្លូវចិត្តបាទពេលខ្លះទៀតវាធ្វើឲ្យយើងបំផ្លាញខ្លួនឯងទាំងសរសៃឈាមបេះដូងទាំងសរសៃឈាមខួរក្បាលទាំងអីអាចមានបញ្ហាច្រើនជាងនឹងទៀតបាទឥឡូវនេះខ្ញុំសូមអនុញ្ញាត check មើលសិនក្រែងរួមមានបងប្អូនយើងបាទគាត់ស្ដាប់ហើយគាត់ comment បាទបើសិនតែគាត់ comment ខ្ញុំឆ្លើយតបបើអត់ទេខ្ញុំនឹងបញ្ចប់កម្មវិធីនេះហើយបើសិនបើលោកអ្នកមានសំណូមពរអីឲ្យខ្ញុំរៀបចំប្រធានបទណានោះអាចអញ្ជើញបានបាទដាក់មកសរសេរក្នុង comment ហ្នឹងមកហើយខ្ញុំនឹងលើកសប្តាហ៍ក្រោយៗខ្ញុំនឹងធ្វើជាប្រធានបទមកសម្រាប់អ្នកដែលសំណូមពរឲ្យខ្ញុំធ្វើប្រធានបទការហាត់ប្រាណនេះខ្ញុំធ្វើហើយបើសិនជានៅមានអ្វីដែលវាមិនទាន់អស់សេចក្តីអាចសួរខ្ញុំនៅក្នុង comment បានខ្ញុំនឹងឆ្លើយតបទៀតបាទនៅក្នុង comment របស់យើងបាទឥឡូវខ្ញុំ check មើលសិនតើវានេះអត់មានអ្នកសួរអត់មកបើមានខ្ញុំឆ្លើយយ៉ាយឺតម្លេះអ៊ីនធឺណិតខាងខ្ញុំនេះវាខ្សោយបាទដូចមិនឃើញមានអ្នកសួរទេបាទនៅក្នុងនេះចាំមើលបើសួរក្រោយខ្ញុំនឹងឆ្លើយក្រោយបាទឆ្លើយសរសេរក្នុង comment នឹងឡើងវិញបាទអញ្ចឹងដោយសារតែពេលវេលាដែរហើយខ្ញុំរំខានពេលវេលាលោកអ្នកនាងបន្ទាប់ពីទទួលអាហារហើយឲ្យសម្រាកប៉ុន្តែឥឡូវនេះយើងសំណូមពរថាបើអត់បាន like share អីពេលហ្នឹងក៏ share ពេលក្រោយក៏បានដែរមកទៅដល់បងប្អូនយើងដែលគាត់ត្រូវការព័ត៌មានបែបហ្នឹងដែរបើសិនជាយល់ថាហ្នឹងជាប្រធានបទល្អក៏ជួយ like ជួយ share ខ្ញុំទៅបាទពួកខ្ញុំអត់បានបូតបានអីទេហើយ comment ទាំងអស់ហ្នឹងខ្ញុំនឹងឆ្លើយតបនៅតាមក្រោយបាទបើសិនជាមានហើយបើសិនសំណូមពរឲ្យខ្ញុំធ្វើប្រធានបទណាមួយអាចសរសេរចូលបានដែរបាទហើយមុននឹងបញ្ចប់កម្មវិធី live របស់យើងរាត្រីនេះខ្ញុំសូមជូនពរបាទលោកអ្នកបាទឲ្យជួបតែសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារជាពិសេសគឺគេចផុតពីការឆ្លងនៃជំងឺកាចសាហាវគឺ COVID-19 បាទសូមថ្លែងអំណរគុណចំពោះអ្នកចូលរួមស្ដាប់និងទស្សនានៅក្នុងកម្មវិធី live ផ្ទាល់របស់យើងនៅថ្ងៃនេះបាទហើយយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយទៀតបាទនៅក្នុងប្រធានបទដែលខ្ញុំរៀបចំបាទខ្ញុំមិនទាន់បានរៀបចំខ្ញុំនឹងរៀបចំបើសិនជាមានសំណូមពរខ្ញុំធ្វើបើអត់ទេខ្ញុំធ្វើខ្លួនឯងបាទអញ្ចឹងសង្ឃឹមថាកម្មវិធីរបស់យើងនឹងនៅតែមានការគាំទ្រពីលោកអ្នកហើយសង្ឃឹមថាលោកអ្នកនឹងបានរៀននៅប្រធានបទថ្មីពីកម្មវិធីរបស់យើងខ្ញុំដែរពីកម្មវិធីស្ដាប់តិចចេះច្រើនពី page ចរណៃរបស់ Healthcare យើងបាទហើយខ្ញុំពេលនេះបាទខ្ញុំអរគុណនិងសូមបាទជម្រាបលា